សិនជាពុកម៉ែបងប្អូនជួបនៅបញ្ហាដែលខ្ញុំបានលើកឡើងការដេកធំធាត់នៃមើមនោះវាមិនបានល្អបាទហើយការចោះមើមតិចអីនេះបាទហើយពណ៌សម្បុរមើលទៅមិនសូវជាភ្លឺថ្លាក៏ដូចជាណែនាំទៅដល់ពុកម៉ែបងប្អូននិងប្រជាកសិករដែលធ្វើលើដំណាំដំឡូងជ្វានេះនៅរូបមន្តមួយប្រភេទដែលយើងផ្ដោតទៅលើការដាក់មើមការរីកមើមការធ្វើឲ្យមើមចុះបានល្អនិងការពង្រីកទំហំមើមឲ្យវាកាន់តែធំដើម្បីឲ្យយើងប្រមូលទិន្នផលនៅចុងរដូវនោះគឺវាបានផលច្រើនផងដែរសម្រាប់រូបមន្តដែលខ្ញុំរៀបនឹងលើកឡើងនេះគឺយើងសំដៅទៅលើប្រភេទដំឡូងជ្វាឈានដល់អាយុ2ខែជាងអញ្ចឹងបើសិនជាក្នុងគណៈពេលនេះបើសិនជាពុកម៉ែបងប្អូនមិនបានផ្ដល់នៅអាហារវាបានគ្រប់គ្រាន់ទេជាក់ស្ដែងណាស់គឺមើមដំឡូងជ្វានឹងគឺវាមានសភាពមិនទៅជាស្អាតល្អពណ៌សម្បុរវានឹងក៏វាមើលទៅមិនភ្លឺថ្លាដែរហើយដូច្នេះហើយនឹងក៏ខ្ញុំបានលើកនៅរូបមន្តមួយប្រភេទដើម្បីយកមកចែកជូនពុកម៉ែបងប្អូនបាទគឺមានដូចជាប្រភេទដបផ្លែល្អលាយជាមួយនឹងប្រភេទពួកដំរីវាយហើយនឹងមួយមុខទៀតនោះគឺយើងបាញ់ទៅលើប្រភេទពួក Super K ដែលយើងហៅថា006នោះបើសិនជាពុកម៉ែបងប្អូនជួបនៅបញ្ហាដែលខ្ញុំបានលើកឡើងពុកម៉ែបងប្អូនអាចសាកល្បងប្រើប្រាស់នៅរូបមន្តដែលខ្ញុំបានលើកឡើងខាងលើនេះ